គឺថ្ងៃនេះមកពីប្រទេសផ្លែកពីគ្នាតែម្ដងនឹងឲ្យមកក៏ខុសៗគ្នាដែរលើនេះកុំឲ្យចំណាយពេលយូរនាងខ្ញុំសូមណែនាំខ្លួនបន្តិចមុននឹងចាប់ផ្ដើមនាងខ្ញុំឈ្មោះសុភ័ក្រហើយនាងខ្ញុំរស់នៅក្នុងទីក្រុងកូឡុញប្រទេសអាល្លឺម៉ង់នេះគឺជិត20ឆ្នាំហើយជាមួយនឹងកូន3នាក់ហើយក៏ជាឱសថការីមួយរូបធ្វើការ part time និងជាម្ចាស់អាជីវកម្មមួយរូបផងដែរហើយថ្ងៃនេះប្រធានបទរបស់យើងនឹងគឺយើងចង់និយាយថាហេតុអីបានជានៅក្នុងអាជីវកម្មរបស់យើងនឹងមានគ្រប់ background ដែលអាចចាប់ធ្វើអាជីវកម្មនឹងបាននិយាយរួមទៅគឺយើងអត់ប្រកាន់ថាអ្នកណាមកពីណាមានសញ្ញាបត្រពីខាងណាមកទេគឺអាចចាប់ផ្ដើមអាជីវកម្មនេះបានទាំងអស់គ្នាអូខេឥឡូវយើងចាប់ផ្ដើមប្រធានបទថ្ងៃនេះសូមលើកឲ្យដំបូងគេឲ្យបងចិន្តាចាប្រធានបទរបស់យើងថ្ងៃនេះគឺជាប្រធានបទដែលគ្រប់គ្នាក៏តែងតែសួរថាខ្ញុំមកពី background អ្នកធ្វើការមិនមែនជាម្ចាស់ហាងតែខ្ញុំអាចធ្វើ business នឹងបានអត់ហើយអ្នកខ្លះទៀតគាត់មកពី background ធ្លាប់ជាម្ចាស់ហាងអាចធ្វើរឿងមានគ្រឿង technology ចឹងធ្វើបានអត់អញ្ចឹងថ្ងៃនេះគឺឆ្លើយនឹងសំណួររបស់បងប្អូនទាំងអស់គ្នាចាសញ្ញាអាជីវកម្ម digital នេះគឺសម្រាប់គ្រប់គ្នាឲ្យតែចាប់ពីអាយុ18ឆ្នាំឡើងទៅគឺអាចធ្វើបានព្រោះយើង3 in 1នៅក្នុង system នឹងផ្ដល់អ្នកទាំងអស់គ្នាគឺមានទាំងពី system ចាយើងមាន website promote ឲ្យអ្នកទាំងអស់គ្នា deal ជា brand របស់ឲ្យអ្នកទាំងអស់គ្នាហើយដូចគ្នាយើងបានជ្រើសរើសដៃគូអាជីវកម្មដែលផ្ដល់ជាប្រភពចំណូលរឹងមាំដល់អ្នកទាំងអស់គ្នាមានដល់ទៅ5ប្រភពដូចគ្នាគឺយើងមាន training site ផ្ដល់ឲ្យពួកយើងស្មើគ្នាអញ្ចឹងសូមឲ្យបងផានជួយបង្ហាញពីចា training site តិចមកចាខ្ញុំផានមកពីអាមេរិកចាខ្ញុំក៏ជាបុគ្គលិកធ្វើការរាល់ថ្ងៃដែរពី8ម៉ោងទៅ10ម៉ោងរាល់ថ្ងៃចាហើយខ្ញុំជា creator ដែលរកចំណូលតាម Facebook ហើយខ្ញុំក៏បានចាប់យកអាជីវកម្ម digital business នេះមួយបន្ថែមទៀតព្រោះថាខ្ញុំវាធ្វើខាង creator ស្រាប់ហើយចឹងខ្ញុំក៏មានការងាយស្រួលក្នុងការចាប់ផ្ដើមយក digital business នឹងបូកបន្ថែមពីលើហើយក្នុងការធ្វើកិច្ចការមួយនេះបងប្អូនមិនបាច់ព្រួយបារម្ភទេថាបងប្អូនអត់ដែលមានបទពិសោធន៍ខាងធ្វើអាជីវកម្មចាស់កុំព្រួយបារម្ភគ្រប់គ្នាអាចធ្វើបានចាស់ពេលណាដែលចូលមកបងប្អូននឹងបានទទួលការបង្ហាត់បង្រៀនមាន training site ដែលបង្រៀនយើងគ្រប់ផ្នែកថាពីការថតវីដេអូពីការផុសវីដេអូពីការលេងប្រូក្រាមផ្សេងបន្ថែមទៀតដែលយើងមិនដែលលេងសោះចាដូចជាខ្ញុំមិនដែលលេងទេប្រូក្រាម Canva អីហ្នឹងគឺថានៅក្នុង training នេះគឺមានបង្ហាញរបៀបប្រើប្រាស់ចារបៀបផុសហើយនឹងមានច្រើនភាសាទៀតបងប្អូនចានៅក្នុង training សារយើងហ្នឹងមានច្រើនចំណុចច្រើនភាសាដែលយើងអាចផ្លាស់ប្ដូរបានបើបងប្អូនជំនាញខាងភាសាណាមួយបងប្អូនអាចបដូរបានចាខ្ញុំដូចខ្ញុំអត់សូវចេះអង់គ្លេសក៏ខ្ញុំបដូរទៅភាសាខ្មែរដែរហើយនៅក្នុង training ហ្នឹងក៏មានជា touch ជាវីដេអូខ្លីៗស្រួលឲ្យបងប្អូនរៀនធ្វើតាមដូចគ្នាចាវាមានការងាយស្រួលណាស់បងប្អូនកុំព្រួយបារម្ភអីចាហើយមួយទៀតគឺយើងមានអីម៉ាក់អី ទាំង mastermind ចា mastermind គេជួយ support យើងចាបងប្អូនចាវាមានអ្វីជាច្រើន system ជាច្រើនដែលជួយ support យើងឲ្យយើងនឹងអាចចូលមករៀននៅក្នុងប្រព័ន្ធនេះធ្វើคล้ายខ្លួនទៅជាអាជីវកម្មមួយរូបចាអញ្ចឹងខ្ញុំដូចមានតែប៉ុណ្្នឹងឯងសូមឲ្យបងសគីមបងសុភ័ក្រជួយបន្ថែមចាចាអរគុណច្រើនបងហើយខ្ញុំសូមជម្រាបសួរដល់បងប្អូនយើងទាំងអស់គ្នាដែលបាន go live ហើយបងប្អូនយើងទាំងអស់នេះសិតតែជាអ្នក business owner ចាខាងអាជីវកម្ម digital online ទាំងអស់អញ្ចឹងខ្ញុំសូមណែនាំចាខ្ញុំឈ្មោះសុភ័ក្រឬក៏សុខីមហ្នឹងហើយសប្តាហ៍ថ្ងៃខ្ញុំរស់នៅក្នុងទីក្រុងAuckland ប្រទេស New Zealand ជាង11ឆ្នាំហើយក៏ចាមានកូនប្រុស2នាក់នឹងធ្វើការងារ full time ហើយខ្ញុំចាប់យកអាជីវកម្មហ្នឹងជា part time ទេបងប្អូនអញ្ចឹងចាមូលហេតុអីដែលបងអូនចាប់យកអាជីវកម្មហ្នឹងព្រោះដោយសារមានតែពីរចំណុចដែលធ្វើឲ្យបងអូនចាប់យកដោយសារយើងដឹងស្រាប់ហើយយើងនៅស្រុកគេគឺយើងធ្វើការបើយើងមានកូនតូចគឺយើងអត់មានពេលវេលាជាមួយគាត់ទេអញ្ចឹងយើងបានមួយខាងបានលុយហើយមួយខាងទៀតយើងមានការ pain point ឈឺចាប់ដោយសារយើងអត់មានពេលវេលាជាមួយគាត់ហើយមួយទៀតតកតងនឹងការងាររបស់ខ្ញុំក៏វាមានលក្ខណៈ pain point អញ្ចឹងខ្ញុំត្រូវតែធ្វើការផ្លាស់ប្ដូរអញ្ចឹងហើយឥឡូវខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំបានចាប់យកអាជីវកម្មនេះចា
ជិតមួយឆ្នាំអញ្ចឹងខ្ញុំបានរៀនសូត្របានដឹងច្រើនបងប្អូនអញ្ចឹងបងប្អូនកុំចាមាននៅការព្រួយបារម្ភអីបងប្អូនអាចធ្វើបានដូចគ្នាព្រោះបងប្អូនមកចាប់យកធ្វើដំបូងគឺបងប្អូនអត់មានបទពិសោធន៍ទេចាអត់មានបទពិសោធន៍ខាង business ទេបងប្អូនបានមានរៀនជំនាញតាក់ទងនឹងពេទ្យអញ្ចឹងយើងអត់មានជំនាញខាង business តែដោយសារ big why របស់យើងដោយសារ pain point របស់យើងអញ្ចឹងជំរឿនឲ្យបងប្អូនផ្លាស់ប្ដូរហើយបានធ្វើឥឡូវឃើញថាមានអត្ថប្រយោជន៍ច្រើនអញ្ចឹងហើយបានបងប្អូនហើយនឹងបងប្អូនទាំងអស់ជួយចាចែកចម្លែកនៅ business ទៀត business នេះថាវាមានអីខ្លះនៅក្នុងនឹងដូចបងស្រីគាត់និយាយអញ្ចឹងគឺចាតាក់ទងនឹងចាប្រព័ន្ធ system ហើយនឹង training side ហ្នឹងគឺសំខាន់ណាស់បងប្អូនអញ្ចឹងបើសិនជាបងប្អូនមាន willing ថាចង់ដូចថា upgrade ចំណេះដឹងរបស់យើងឲ្យដូចថាគ្រូជារៀងរាល់ថ្ងៃហើយមិនត្រូវការរៀននឹងឲ្យតតែចប់បានសញ្ញាបត្រហើយយើងយកមកអនុវត្តទេបងប្អូនក្នុងការធ្វើ business នេះគឺដូចបងស្រីបងផាន់គាត់និយាយចឹងគឺ training side ហ្នឹងគឺយើងដូចថាយើងអាចរៀននៅពេលណាក៏បានដែរហើយមិនចាំបាច់ដល់ចប់ហើយសំខាន់ណាពេលយើងរៀនហើយបានសញ្ញាបត្រត្រឹមត្រូវទៀតណាបងប្អូនហើយអត់អស់លុយឱកាសអីទេហើយមួយទៀតនោះគឺដូចថាខ្ញុំចូលចិត្តត្រង់ថាគេមានដូចថា top leader ហើយនឹងចាអ្នកដែល success story ដែលគេ grow mindset ហើយគេដូចថាគេដូច millionaire អញ្ចឹងគេ share ប្រវត្តិ success story នៅក្នុង mastermind ដែលរៀងរាល់អាទិត្យ2ថ្ងៃរៀងរាល់អាទិត្យថ្ងៃអង្គារឬថ្ងៃប្រហ័សហើយអញ្ចឹងយើងបើយើង level ធ្វើការខ្ញុំធ្វើការ full time អញ្ចឹងខ្ញុំធ្វើការ business នេះជា part time របស់ខ្ញុំទេអញ្ចឹងនៅពេលដែលខ្ញុំ level ការងារខ្ញុំបានចូល go live ផ្ទាល់ជាមួយគាត់ខ្ញុំអាចមើល video replay បានអញ្ចឹងគឺ business ហ្នឹងគឺវាមានអត្ថប្រយោជន៍អញ្ចឹងបងប្អូនហើយអញ្ចឹងក៏យើងអាចមិនថាចាំបាច់តែចាំមានពេលទៅ go live ជាមួយគាត់ទេគ្រាន់ថាលទ្ធផលខុសនៅពេលដែល go live ជាមួយគាត់ហ្នឹងគឺយើងអាចសួរសំណួរផ្ទាល់ជាមួយគាត់បានតែបើយើងមើល replay គឺយើង video replay យើងអាចសួរគាត់បានទេអញ្ចឹងក្នុងការ training side នេះខ្ញុំស្រឡាញ់ណាស់ព្រោះខ្ញុំចូលចិត្តដូចថាចូលចិត្តរៀនអញ្ចឹងហើយចាអញ្ចឹងគឺពេលដែលយើងរៀនបានសញ្ញាបត្រហើយរៀនអត់មានអ្នកណាមកបង្ខិតបង្ខំហើយរៀនមកជីវិតទៀតហើយរៀនអត់អស់លុយទៀតបងប្អូនចា free អញ្ចឹងបើបងប្អូនចាមាន willing ថាចង់ upgrade personal ហើយចង់បាន business មួយផ្ទាល់ខ្លួនទៅថ្ងៃអនាគតឲ្យយើងប្រសើរឡើងបងប្អូនសាកអញ្ជើញមកដូចថាស្វែងយល់ព័ត៌មានបន្ថែមនៅ business នេះចាខ្ញុំប៉ុណ្្នឹងទេចាចឹងសូមឲ្យចាចានីបន្តមុននឹងចូលដល់បងចានីខ្ញុំសូមចាលើកមកបន្តិចចាព្រោះអីទឹកហ្នឹងខ្ញុំបានចូលមើល mastermind ចាអបអរសាទរបងចានីនិងបងសនាងគឺគាត់ទាំងពីរបានចូលទៅក្នុង millionaire mastermind ហើយចា excited មែនទែនខ្មែររបស់យើងមកពីគ្រប់ប្រទេសហើយអាចធ្វើ business worldwide ស្របច្បាប់នេះបានដូចគ្នាមិនថាអ្នកនរគ្នាមានបទពិសោធន៍ឬក៏មិនមានបទពិសោធន៍ក្នុងផ្នែកអាជីវកម្មក៏យើងមាន training side ពីបងផាននិងបងសុខិននិយាយអញ្ចឹងគឺបង្រៀនយើង step by step ហើយមានវីដេអូខ្លីៗងាយស្រួលធ្វើតាមហើយឥឡូវនេះគឺយើងចូលទៅដល់ចាផ្នែកទី2ដែលយើងមានការ support ទី2ចាហើយឲ្យបងចាន់នេះគាត់ជួយបកស្រាយអំពីផ្នែកទី2រវាងចាការផ្ដល់ឲ្យរវាងtraining side ហើយនិង community support បងជំរាបសួរបងទាំងអស់គ្នាហើយនឹងតាមបងប្អូនដែលកំពុងតាម live ក្នុងកញ្ចក់ហើយឬមួយ replay ពួករបស់យើងហ្នឹងហើយជំរាបសួរខ្ញុំចានីមកពីប្រទេស New Zealand ហើយក៏បានរស់នៅ New Zealand 31ឆ្នាំហើយក៏ដែលម៉ាក់កូន3ហើយក៏មានហាងខ្លួនឯងដែរហើយបងប្អូនខ្លះគាត់សួរថាចូលអាជីវកម្មនេះគាត់អត់ចេះអីទេហាក់ធ្វើមិនក៏ធ្វើបានក៏ចង់ប្រាប់បងប្អូនថាចូលមកអាជីវកម្មនេះបងប្អូនមានភាពកក់ក្ដៅហើយបងប្អូនជឿជាក់ថាបងប្អូនអាចធ្វើបានហេតុអីបើខ្ញុំនិយាយថាបងប្អូនអាចធ្វើបានព្រោះយើងមានគ្រូបង្វឹកហើយនឹងមានខូចចាំណែនាំយើងចាំសម្រង់ផ្លូវយើងឲ្យយើងធ្វើយ៉ាងម៉េចឲ្យ business យើងទៅ success ទៅក្នុងថ្ងៃអនាគតដូចគេដូចឯងដូចគ្នាបងប្អូនចូលមកកុំឯកាកុំគិតថាខ្លួនឯងឯកាពួកខ្ញុំទាំងអស់ក្នុងអេក្រង់នេះចាំជួយបងប្អូនចាំជំរុញបងប្អូនទៅមុខតែបងប្អូនមានភាពកក់ក្ដៅកុំភ្លេច
ចូលចុះឈ្មោះតាមអេក្រង់នីមួយៗលើហ្នឹងឥឡូវខ្ញុំមានតែប៉ុណ្ណឹងតែបន្ទាប់ទៀតគឺណាវីគាត់មានឲ្យយោបល់ស្អីខ្លះបន្ទាប់ពីខ្ញុំ អូខេជម្រាបសួរចាខ្ញុំណាវីមកប្រទេសញូហ្សេឡង់រស់នៅញូហ្សេឡង់30ឆ្នាំអ្នកម៉ាក់កូន3ហើយក៏មានមុខរបររកស៊ីដូចគ្នាអឺពេលដែលខ្ញុំចូលមកក្នុងdigital online business ខ្ញុំអត់មានបទពិសោធន៍អីទាំងអស់គឺត្រឹមតែចេះលេង Facebook បង្ហោះ share បន្តិចបន្តួចប៉ុន្តែពេលដែលយើងចូលមកក្រុម online នេះគឺយើងមានចាំបាច់ថាភ័យអើយធ្វើមិនឲ្យដូចថាមុខរបរ business online យើងហ្នឹងវាដើរទៅថ្ងៃមុខយើងនៅក្រោយខ្នងគឺយើងមានធួ and coach ពួកគាត់ទាំងពីរនាក់ហ្នឹងនៅពីក្រោយខ្នងយើងនឹងជួយឲ្យយោបល់យើងថាធ្វើមិនឲ្យដូចថាឲ្យ business យើងហ្នឹងដើរទៅមុខទៀត and តាមពិតទៅខ្ញុំអត់មានចេះកាត់តឬមួយលេងអីទាំងអស់ប៉ុន្តែពួកគាត់ដូចជួយបំរុញយើងទៅឲ្យ keep going ហ្នឹងហើយខ្ញុំអត់មានអីនិយាយទៀតអីចាអរគុណច្រើន បាទអញ្ចឹងបងសនាងជួយបង្ហាញពី step បន្ទាប់បើបងដែលគាត់កំពុងតែមើលការផ្ទាល់ផ្សាយផ្ទាល់ដូចជា replay បងចាប់អារម្មណ៍តើយើងអាចចាប់ដើមជីវកម្មនឹងបានដល់វិធីណាបង ចាអរគុណច្រើនចាមុននឹងឆ្លើយនៅ step បន្ទាប់សូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាការ live ហើយសូមអធិស្ឋានបងប្អូននៅក្នុងអេក្រង់នេះខុសកំហុសបច្ចេកទេសយឺតយ៉ាវតាមពិតយើងគ្រោង live មក10ពុតចាខ្ញុំសេនាងរស់នៅប្រទេសអាល្លឺម៉ង់នេះរយៈពេល10ឆ្នាំហើយក៏ជាម្ចាស់អាជីវកម្ម digital នេះ2ឆ្នាំផងដែរហើយអរគុណអូនចិនដាបាញ់មិញដែរដែលបានអបអរសាទរដល់ខ្លួនឯងនឹងមិនទាន់បានដឹងខ្លួនសោះថាខ្លាយទៅជាអ្វីមួយទៀតចាអត់ទាន់ដឹងតួនាទីរបស់ខ្លួនឯងហើយក៏អត់ទាន់ដឹងខ្លួនឯងជាសមាជិកអីមួយទៀតដែរឥឡូវនេះត្រូវចាំបងប្អូនតាមដានបន្តចាសម្រាប់នៅក្នុងការ live របស់យើងថ្ងៃនេះនិយាយបងប្អូនបាននិយាយច្រើនហើយក៏ចែករំលែកច្រើនដែរពាក់ព័ន្ធជាមួយនឹងដំណាក់កាលនិងដំណើរការនិងបទពិសោធន៍ទាំងអស់ដែលបានឆ្លងកាត់ជាមួយគ្នានៅពេលនេះហើយក៏កន្លងមកចានៅ step បន្ទាប់ដែលអូនចិន្តាផ្ដល់ឱកាសឲ្យខ្ញុំបានឆ្លើយនឹងអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺជាមូលដ្ឋានតែម្ដងបងប្អូនដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មនេះហើយនៅស្ទាក់ស្ទើរស្រពេចស្រពិលហើយនៅគិតថាខ្លួនឯងអត់ទាន់មានអីខ្ញុំនៅតែនិយាយដដែលថាបងប្អូនចាប់ផ្ដើមជំហានតែបងប្អូនមានសិនចាទី1គឺបងប្អូនមានពេលវេលាចូលមកមើលព័ត៌មានទាំងអស់ដែលមាននៅក្នុង website របស់ពួកយើងនៅក្នុងការ live ទាំងអស់គ្នានេះសិតតែមាន website ហើយ website នោះគឺកម្មសិទ្ធិផ្ទាល់ខ្លួនហើយក៏ដូចជាហាងហើយក៏ដូចជា brand ផ្ទាល់ខ្លួនផងដែរទី2សម័យនេះគឺជាសម័យ digital បងប្អូនទាំងអស់គ្រប់100នាក់សង្ឃថាមាន smartphone ដល់ទៅ200ឬក៏300ក៏ថាបានដែរព្រោះអីម្នាក់មានទូរស័ព្ទ2ឬ3សំបីតែខ្ញុំជាមនុស្សចាស់ក៏ខ្ញុំមាន2 3នៅក្នុងផ្ទះដែរអញ្ចឹង smartphone ឬមួយក៏ iPad ឬមួយក៏ laptop ហ្នឹងគឺជាឧបករណ៍ហើយសក្តានុពលដែលបងប្អូនមានដែលជំរុញឲ្យបងប្អូនអាចចាប់ផ្ដើមអាជីវកម្ម digital នេះបានចាទី3អ៊ីនធឺណិតចាអ៊ីនធឺណិតបងប្អូនមានគ្រប់ផ្ទះបើសិនជាអ៊ីនធឺណិតដាក់ Wi-Fi ដាច់ក៏មានអ៊ីនធឺណិតនៅក្នុងទូរស័ព្ទតាមរយៈ SIM card ដែរខ្ញុំជឿថាបងប្អូនមានដូចគ្នាទាំងអស់មិនមែនតែខ្ញុំទេចាអញ្ចឹងនេះគឺជាសក្តានុពលដែលបងប្អូនមានស្រាប់ហើយកុំនៅស្ទាក់ស្ទើរថាខ្ញុំអត់មានអីខ្ញុំអត់អាចទៅបានហើយយើង live នៅថ្ងៃនេះហើយចង់បង្ហាញបងប្អូនថាពួកយើងមកពីគ្រប់ background ចាមកពីគ្រប់ background បងប្អូននៅក្នុងឃើញនៅក្នុងការ live ថាមកពីគ្រប់ background ប៉ុន្តែប្រសិនបើបងប្អូនឃើញនៅក្នុងក្រុមអាជីវកម្មយើងជា global worldwide វិញទៀតត្រឹមតែចម្រុះចាចម្រុះចិត្តសាស្ត្រហើយចម្រុះ background ថែមទៀតអញ្ចឹងប្រសិនបើបងប្អូនចង់បោះជំហានជាមួយនឹងអាជីវកម្មមួយស្របច្បាប់ហើយមានមកពីគ្រប់ background មិនថាបទពិសោធន៍គេជា pilot doctor ឬមួយក៏ engineer អីទេនៅទីនេះមានហើយបើបងប្អូនគិតថាពួកយើងគ្រាន់តែនិយាយបងប្អូនអត់ទាន់ទុកចិត្តបងប្អូនចូលមកមើលខ្លួនឯងតើចាបងប្អូននឹងឃើញហើយតាមពិតខ្ញុំនៅមានច្រើនចែករំលែកប៉ុន្តែដោយសារយើងមានសមាជិកច្រើនហើយមិនចង់ឲ្យបងប្អូនខាត់ពេលក្នុងការមើល live stream ពួកយើងយូរអញ្ចឹងជំហានប៉ុណ្នេះខ្ញុំសូមចែករំលែកឲ្យបងប្អូនបន្ទាប់តែមិនទាន់បានចែករំលែក
បន្តទៀតចាអរគុណអូនទាំងអស់គ្នា ចា ហើយសូមអធិស្ឋានបងប្អូនទាំងអស់គ្នាដែលយឺតពេលដោយសារបងហើយ អត់អី បង ទេ ប្អូ ប ន ង ដែលទស្សនាការ live ដូចគ្នាដែរគ អី ម្រោ ទេ ង បងអត់មានបញ្ហាអីទេនិយាយរួម កំ យើង ណត់ នៅ ចា ស្ដាប់ អ ពី រ វេ គុណ លា អ គ្រប់គ្រាន់បង ចាអរគុណច្រើនអូនឥឡូវអូនមិនទាន់ណាបងឲ្យអូនស្ម័គ្រចិត្តអូនស្ម័គ្រចិត្តហ្នឹងហើយអរគុ អូ ណ នលក្ខណៈហ្នឹងអូនជួយបង្ហាញអំពី system ដែលយើងប្រើប្រាស់ផងអូនចា ចាជំរាបសួរបងចាជំរាបសួរក៏ដូចជាជំរាបសួរទស្សនិកជនដែលកំពុងតែតាមដានការ live ក៏ដូចជាការ replay នេះផងដែរចានាងខ្ញុំឈ្មោះលក្ខណៈខ្ញុំមកពីប្រទេសអូស្ត្រាលីទីក្រុង Melbourne ចាខ្ញុំមករស់នៅប្រទេសនេះជិតរយៈពេល10ឆ្នាំហើយខ្ញុំក៏ជាម៉ាក់មួយរូបចាដែលចាដូចថាខ្ញុំជ្រើសរើសអាជីវកម្ម digital នេះក៏ដោយសារតែខ្ញុំចង់មានពេលវេលាច្រើនជាមួយកូនតូចហើយដូចបងប្អូនយល់ដឹងហើយថាធម្មតាយើងជាម៉ាក់ថ្មីថ្មោងគឺយើងចង់បានពេលវេលាច្រើននៅជាមួយកូនដូចថាយើងអត់ចង់យកកូនយើងទៅដាក់នៅក្នុង child care ឬក៏អីព្រោះនៅក្នុង child care វាមានជំងឺច្រើនដែលកូនយើងឆ្លងមកអញ្ចឹងហើយយើងក៏ពិបាកយើងចំណាយពេលវេលាច្រើនជាមួយនឹងដូចថាបើកូនយើងឈឺទៅយើងរត់តែពិបាកទៀតអញ្ចឹងណាចាហើយចានាងខ្ញុំរាល់ថ្ងៃហ្នឹងគឺមានការងារចាមានការងារមួយកន្លែងគឺខ្ញុំធ្វើនៅក្នុង healthcare sector មើលថែមនុស្សចាស់ជរាហើយអឺគឺការងារមកគឺខ្ញុំនិយាយទៅមកស្រុកនេះគឺការងារអីក៏ធ្លាប់ធ្វើដែរបងប្អូន គឺថាធ្វើទាំងអស់ការងារអីសូម្បីតែការងារចាbarista ក៏ខ្ញុំធ្វើហើយការងារចំការក៏ធ្លាប់ការងាររោងចក្រក៏ធ្លាប់ការងារអីក៏ធ្លាប់គឺថាស្គាល់រសជាតិអស់ហើយបងប្អូនចឹងហើយខ្ញុំមកកលេចមើលឃើញថាអាជីវកម្ម digital នេះគឺងាយស្រួលមែនតើគឺថាគឺយើងមានប្រព័ន្ធដោយយើង24ម៉ោងចាទោះបីជាយើងរវល់ជាមួយកូនតូចឬក៏យើងដូចថាគេងពេលយប់ក៏ប្រព័ន្ធហ្នឹងគឺធ្វើការឲ្យយើង24ម៉ោងតែម្ដងហើយគឺយើងចំណាយតែ10ទៅ20%គឺដូចថាយើងមើល trending site យើងfollow step by step របស់គេហើយក៏យើងមាន coach mentor ដូចបងប្អូនយើងនិយាយនៅក្នុងនេះចឹងចាអញ្ចឹងហើយបានខ្ញុំជ្រើសរើសយកអាជីវកម្មដូចថាពេលខ្លះយើងមានចំណូលតែមួយមុខគឺវាអត់គ្រាន់ទេបងប្អូនគឺថាយើងត្រូវរកpassive income ដូចថាមកចំណែកទៀតអញ្ចឹងហើយខ្ញុំចាត់យកអាជីវកម្មនេះគឺជា side hustle របស់ខ្ញុំអញ្ចឹងការងារខ្ញុំក៏នៅតែធ្វើខ្ញុំអត់ចោលទេការងារក៏នៅតែធ្វើជាម៉ាក់ក៏ធ្វើ ចាជាភរិយាក៏ធ្វើហើយអាជីវកម្មផងដែរចាអញ្ចឹងហើយខ្ញុំដូចថាអាជីវកម្មនេះអត់រើសថា background យើងគឺជាមកពីណាប្រទេសណាកន្លែងណាគឺយើងធ្វើបានទាំងអស់ព្រោះថាវាគឺជាប្រព័ន្ធមួយដែលយើងមាន coach mentor ចាំណែនាំយើង24 sorry not 24ម៉ោងគឺថាមានចម្ងល់មានអីគឺយើងអាចសួរ coach ហើយនិង mentor របស់យើងបានចាអរគុណច្រើនចាបងចា ចា មិញខ្ញុំណែនាំ ច ខ្លួននៅ ើ បង និយាយ មិញ អត់តបានណែនាំខ្លួនអត់តលឺហ៎ នៅចំដើមវាអត់តាន់ទេ ចាចូលធ្វើ business នេះ2ឆ្នាំជាងហើយប៉ុន្តែចាខ្ញុំបាននិយាយប្រាប់អ្នកនរនេះចឹងខ្ញុំក៏ដែរមានបទពិសោធន៍ដូចជា background អ្នក creator ទេប៉ុន្តែចូលមកធ្វើ business នេះគឺដើមនៃការចង់បានឱកាសមួយផ្លាស់ប្ដូរព្រោះពីមុនគឺធ្វើការ full time កន្លែងមើលថែចាស់សេរីចាដូចអូនអ្នកណាចឹងហើយមានកូនទូ3នាក់តែអត់មានពេលនៅជាមួយកូនទេសូម្បីតែថ្ងៃសៅរ៍អាទិត្យក៏ត្រូវធ្វើការដែរអញ្ចឹងខ្ញុំដឹងពីសុខភាពរបស់ខ្ញុំដឹងពីតម្រូវការរបស់ខ្ញុំអត់ចង់បន្តបែបនេះ10 20ឆ្នាំទៀតទេអញ្ចឹងខ្ញុំបង្កើតជីវកម្ម digital នេះដែលជា plan B របស់ខ្ញុំតែឥឡូវនេះ plan B ខ្លាចទៅជា plan A ចាខ្ញុំអាចរីកថាយសេលរយៈពេល10 20ឆ្នាំទៅធ្វើការឲ្យគេនឿយហត់ហើយមកធ្វើអាជីវកម្មជុំវិញកូនអញ្ចឹងអាជីវកម្មនេះគឺសម្រាប់អ្នកគ្រប់គ្នាដូចអ្នកនរគ្នាបានឃើញហើយពួកយើងមាន background ខុសៗគ្នាប៉ុន្តែពួកយើងមានគោលដៅតែមួយគឺចង់បានចំណូលចង់បានសេរីភាពប៉ុន្តែប៉ុណ្ណោះចង់បង្កើតអាជីវកម្មស្របច្បាប់មួយចាប់ទេទៅឲ្យលេខទីស្រឡាញ់របស់យើងបានដូចគ្នាអញ្ចឹងចាសូមឲ្យទៅហោះវិញ ហេថ្ងៃនេះអស្ចារ្យមែនតើនិយាយបានតែមួយម៉ាត់ទេគឺភាពថាអស្ចារ្យមែនតើគឺការ live ថ្ងៃនេះគឺ wow ហោះនិយាយថាបានតែមក wow ទេតែចំពោះបងគ្រប់គ្នាគឺបានបង្ហាញហើយនឹងហើយសម្រាប់បងដែលគាត់កំពុងតែទស្សនាការ live គឺបានឃើញហើយឃើញច្បាស់ក្នុងភ្នែកតែពួកយើងនឹងមកពី background អ្វីខ្លះ
ការប៉ັດទៅពួកយើងមិនមែនពិសេសពិសាមកពីខាងណាទេភាគច្រើនជាអ្នកម៉ាក់អ្នកធ្វើការឬក៏មានហាងផ្ទាល់ខ្លួន background គឺมันមានសញ្ញាបត្រអីជ្រៅជ្រះឬក៏រៀនសូត្រអីពីអាជីវកម្មណាពីមុនមកគឺអត់មានទេតែគ្រាន់ថាតើហេតុអីបានជាយើងចាប់ផ្ដើមអាជីវកម្មនេះបានហើយមិនត្រឹមតែចាប់ផ្ដើមបានដូចថាធម្មតាទេគឺម្នាក់ម្នាក់គឺមានភាពជោគជ័យរបស់រៀងៗខ្លួនទៀតព្រោះអាជីវកម្មរបស់យើងដូចបងគាត់និយាយអញ្ចឹងគឺយើងមិនតម្រូវឲ្យមានដូចថាអឺមានបទពិសោធន៍ពីមុនមកគឺយើងអាចធ្វើបានហើយនិយាយរួមទៅគឺបងអាចបង្ហាញហើយសម្រាប់ចំណុចនេះផងដែរខ្ញុំក៏មិនបាច់បន្ថែមអីទៀតដែរគ្រាន់តែចង់ឲ្យបងប្អូនគិតថាតើបើពួកយើងធ្វើបានយើងគ្រាន់តែជាមនុស្សធម្មតាតើហេតុអីបងប្អូនមិនផ្ដល់ឱកាសសម្រាប់ខ្លួនឯងសាកល្បងចូលមើលនៅក្នុងអាជីវកម្មមួយនេះតើអាជីវកម្មមួយនេះអាចផ្ដល់ដល់បងប្អូននៅភាពជោគជ័យអ្វីខ្លះពេលខ្លះទៅគឺបងប្អូនគិតថាបងប្អូនធ្វើអត់បានទេតែចំណុចនេះខ្ញុំសូមឲ្យបងប្អូនគិតម្ដងទៀតថាពួកយើងពេលចាប់ផ្ដើមដំបូងក៏គិតថាខ្លួនឯងមិនអាចធ្វើបានដែរมันមាន confidence បងប្អូនខ្លះគឺឃើញហើយយើងមិនមែនតួសម្ដែងយើងមិនមែននិយាយផ្សាយពាណិជ្ជកម្មអីរាល់ថ្ងៃទេតែយើងចាប់ផ្ដើម confidence របស់យើងចាប់ផ្ដើមនៅក្នុងអាជីវកម្មរបស់យើងគឺយើងវឹកហាត់ខ្លួនឯងគឺអាជីវកម្មនេះហើយគឺផ្ដល់ឲ្យពួកយើងគឺចំណេះដឹងជំនាញហើយមិនតែប៉ុណ្ណោះគឺចំណូលគឺសំខាន់មែនតើនិយាយរួមទៅគឺចំណូលដែលអាចគ្រប់គ្រងគ្រួសារពេលវេលាសម្រាប់គ្រួសារហើយនឹងកូនជួបជុំគ្រួសារនៅផ្ទះជាអ្នកម្ដាយមួយដ៏ perfect និយាយរួមទៅគឺនៅក្នុងអាជីវកម្មនេះគឺផ្ដល់ឲ្យពួកយើងគឺបានប៉ុណ្ណឹងហ្នឹងហើយអូខេសម្រាប់ការ live នៅថ្ងៃនេះកុំឲ្យអូសវែងអូសបន្លាយពេលយូរអញ្ចឹងហើយអរគុណបងគ្រប់គ្នាបងប្អូនគ្រប់គ្នាដែលបានចូល live នៅក្នុងថ្ងៃនេះហើយបានចែករំលែកនៅប្រធានបទថ្មីសម្រាប់ពួកយើងឬក៏បងប្អូនដែលគាត់កំពុងតែមើលខាងក្រោមឬក៏បងប្អូនដែលគាត់មើល replay សង្ឃឹមថាបងប្អូននឹងពេញចិត្តនឹងការ live លើកនេះលើកមេដៃឲ្យមួយឬក៏ឲ្យបេះដូងមួយសម្រាប់ការ live នៅក្នុងថ្ងៃនេះផងដែរអូខេអរគុណច្រើនហើយក៏រីត្រីសួស្ដីពីខាងប្រទេសអាល្លឺម៉ង់ ព្រៃព្រៃពីប្រ ណែ ទេស ខាងមុស្លីកំភ្លើងយំ បាទយឺសលេនចា បាយ បាយបាយ បាយ បាយ